ជំរាបសួរបងប្អូនសិស្សសាស្ត្រមុខសិស្សថ្ងៃទី11ថ្ងៃនេះយើងរៀនមេរៀនអាល់កុលប្រតិកម្មចំហេះនៃអាល់កុលប្រតិកម្មចំហេះនៃអាល់កុលគឺជាប្រតិកម្មរវាងអាល់កុលជាមួយឧស្ម័នអុកស៊ីសែនប្រតិកម្មចំហេះនៃអាល់កុលមានពីរប្រភេទគឺប្រតិកម្មចំហេះមិនសព្វនិងប្រតិកម្មចំហេះសព្វក្នុងកម្មវិធីសិក្សាទី11បងប្អូនយើងរៀនតែប្រតិកម្មចំហេះសព្វទេណាប្រតិកម្មចំហេះមិនសព្វគឺយើងអត់រៀនទេ ប្រតិកម្មចំហេះមិនសព្វគឺកើតឡើងនៅពេលដែលបរិមាណអុកស៊ីសែនចូលប្រតិកម្មមិនគ្រប់គ្រាន់កាលណាវាចូលមិនគ្រប់គ្រាន់គឺអាល់កុលឆេះមិនពេញលេញអានថាឆេះមិនល្អហើយមានផ្សែងពណ៌ខ្មៅផ្សែងពណ៌ខ្មៅគឺជាកាបូនថាពលតិចបានន័យថាវាមិនសូវក្តៅផលិតផលដែលទទួលបានរបស់វាគឺបាន CO ផងបាន CO2 ផងបានកាបូនផងនិងបានទឹកផងអញ្ចឹងសមីការរបស់វាទៅសេគឺអាល់កុលបូកអុកស៊ីសែនតែខ្វះគឺឲ្យផលជា CO2 ហើយ CO ឲ្យកាបូននិងទឹកចំហាយទឹកណាសមីការនេះយើងមិនអាចថ្លឹងបានទេព្រោះអីផលិតផលទាំង CO2 ទាំង CO ទាំងកាបូនទាំងទឹកហ្នឹងគឺมันមានបរិមាណណាដែលយើងអាចកំណត់បានថាមួយណាតិចមួយណាច្រើនហើយវាអត់មានលទ្ធផលអីដែលទទួលបានយើងគិតថាវាច្បាស់លាស់ហើយគាត់ថាយើងទទួលបានផល4ហ្នឹងប៉ុន្តែមួយណាតិចមួយណាច្រើនមួយណាបានប៉ុណ្ណាគឺយើងមិនដឹងច្បាស់លាស់អញ្ចឹងយើងមិនអាចថ្លឹងសមីការបានទេប្រតិកម្មចំហេះសព្វគឺការឡើងនៅពេលដែលបរិមាណអុកស៊ីសែនចូលរួមគ្រប់គ្រាន់កាលណាអុកស៊ីសែនចូលរួមគ្រប់គ្រាន់អាល់កុលគឺឆេះបានល្អมันមានផ្សែងខ្មៅបញ្ចេញថាមពលច្រើនមិនថាវាក្តៅខ្លាំងផលិតផលរបស់វាគឺបានតែពីរទេគឺបាន CO2 និងទឹកស្មីការបញ្ជាក់របស់វាគឺអាល់កុលបូកមួយអុកស៊ីសែនបរិមាណគ្រប់គ្រាន់ទទួលបាន CO2 CO2 ជាឧស្ម័នណាទឹកនេះក៏ជាចំហាយទឹកដែរអញ្ចឹងយើងឧទាហរណ៍ជាក់ស្ដែងយើងសរសេរសមីការតាំងប្រតិកម្មចំហាយសព្វនៃអាល់កុលអញ្ចឹងដើម្បីបានសមីការសរសេរលឿនបងអូនសរសេរសមីការបានលឿនហើយងាយស្រួលអ្នកគ្រូឲ្យសមីការរូបមន្តទូទៅមួយសមីការទូទៅណាអញ្ចឹងសមីការទូទៅសេប៉ុណ្នេះសេបែបនេះអ្នកគ្រូឲ្យរូបមន្តទូទៅរបស់អាល់កុលគឺ CN ហៅពី N បូក1កន្លែងជា radical air ណាអញ្ចឹងកាលណាវាជា mono អាល់កុលឆ្អែតគឺ air របស់វាស្មើនឹង CN ហៅពី N បូក1ចឹងកាលណាយើងសរសេរសមីការទូទៅកន្លែងមុខអុកស៊ីសែននេះយើងដាក់ 3n បានន័យថាយក n នេះគុណនឹង3ហើយមកចែកនឹង2ហើយមុខ CO2 នេះយើងត្រូវដាក់ n ហើយមុខទឹកយើងត្រូវដាក់ n បូក1យើងយក n យកទៅបូក1មកដាក់មុខទឹកចឹងយើងមើលឧទាហរណ៍ជាក់ស្ដែងយើងសេសមីការនេះគ្រប់អាល់កុលកាលណាបូកអុកស៊ីសែនគឺទទួលបាន CO2 និងទឹកគ្រប់អាល់កុលណាចឹងយើងមើលកន្លែងនេះគឺយើងមើល n ស្មើប៉ុន្មាន n បានន័យថាជាចំនួនបោះកាបូនក្នុងនេះយើងឃើញកាបូនតែមួយទេអញ្ចឹង n ស្មើ1 n ស្មើ1អញ្ចឹងមុខ CO2 នេះយើងដាក់មួយតែមួយយើងអត់សរសេរទេអញ្ចឹងយើងមកកន្លែងទឹកនេះវិញទឹកនេះយើងត្រូវដាក់ n បូក1កន្លែងនេះយើងឃើញថា C ស្មើ1បានន័យថា n ស្មើ1យើងយកទៅបូក1ស្មើ2អញ្ចឹងយើងដាក់2នៅមុខទឹកចឹងមុខ O2 យើងដាក់មិនមុខ O2 នេះយើងត្រូវយក n គុណនឹង3តែ n របស់យើងស្មើ1យើងគុណនឹង3គឺស្មើ3ណាចឹង3ចែកនឹង2នេះ3ចែក2យើងចែកដាក់យើងដាក់ចឹងមកអត់អីទេចឹងយើងមើលឧទាហរណ៍មួយទៀតនៅគ្រូឲ្យសមីការនេះ C2 ហា5 OH បានន័យថាកន្លែងនេះគឺ n ស្មើ2ណា n ស្មើ2អញ្ចឹងយើងត្រូវដាក់មុខ CO2 ស្មើប៉ុន្មានយើងត្រូវដាក់ n អញ្ចឹងដាក់2ចឹងមុខទឹកយើងត្រូវដាក់ប៉ុន្មាន n បូក1 n ស្មើ2បូក1គឺយើងដាក់3ចឹងកន្លែង O2 យើងដាក់ប៉ុន្មានយើងយក n នេះគុណនឹង3អញ្ចឹង2គុណនឹង3ស្មើ6 6ចែក2ស្មើប៉ុន្មានស្មើ3អញ្ចឹងមុខ O យើងដាក់3ចឹងនេះគុំម្ដងទៀតណាគ្រប់អាល់កុលកាលណាបូកមួយអុកស៊ីសែនគឺបាន CO2 និងទឹកគ្រប់អាល់កុល
ចឹងអ្នកគ្រូដាក់ CO2 នឹងទឹកហើយស្អាឥឡូវយើងមើល C3H7 OH បងអូនមើល N ស្មើប៉ុន្មាន N ស្មើ3មែនទេបានន័យថាកាបូនស្មើ3បើកាបូនស្មើ3យើងត្រូវដាក់កន្លែងនេះគឺ3យើងដាក់មុខទឹកនេះប៉ុន្មានអូនមើលប៉ុន្មាន3បូក1ប៉ុន្មាន4ចុះកន្លែងនេះមុខអុកស៊ីសែននេះយើងយកកន្លែងនេះ N នេះ N N ស្មើ3ចឹង3គុណនឹង3 9 9ចែកនឹង2ចែកអត់ដាច់ចឹងយើងដាក់មក9លើ2ចឹងបងអូនថ្លឹងបែបហ្នឹងតទៅនឹងងាយស្រួលសម្រាប់បងអូនថ្លឹងបានលឿនអរគុណបងប្អូនជួបគ្នាក្នុងមេរៀនបន្ទាប់